អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញពីរបៀបផ្ញើលុយពី MoneyGram ទៅ bank ក្នុងស្រុកនៅស្រុកខ្មែរយើងណាអញ្ចឹងដំបូងឡើយយើងចូល App Store មកចូល App Store download MoneyGram app យើងវាយពាក្យ MoneyGram មកវានឹងចេញមកនោះនៅខាងក្រោមហ្នឹងដោយសារខ្ញុំមាន app នៅនឹងស្រាប់ហើយអញ្ចឹងខ្ញុំ click open មកវាចេញមកអញ្ចឹងហើយដល់ពេល open ហើយអ្នកទាំងអស់គ្នាថ្មីអ្នកទាំងអស់គ្នាត្រូវបង្កើត account MoneyGram ហ្នឹងទៅប៉ុន្តែដោយសារខ្ញុំមាន account ហើយអញ្ចឹងខ្ញុំគ្រាន់តែ log in ចូល account ខ្ញុំទៅវាមានព័ត៌មានដែលខ្ញុំធ្លាប់ផ្ញើទៅកន្លងមកអីនៅនឹងទាំងអស់ហើយដល់ពេលយើង log in បានហើយអ្នកទាំងអស់គ្នាចង់ផ្ញើថ្មីចុចអាសញ្ញាបូកនោះទៅគឺបញ្ចូលឈ្មោះអ្នកដែលយើងផ្ញើថ្មីណាយើងបញ្ចូលមកបំពេញព័ត៌មានមកលេខទូរស័ព្ទ last name first name អីហ្នឹងបំពេញហ្នឹងប៉ុន្តែខ្ញុំអានេះគ្រាន់តែឧទាហរណ៍សម្រាប់អ្នកថ្មីអញ្ចឹងខ្ញុំមាន save ឈ្មោះអ្នកដែលខ្ញុំផ្ញើឲ្យហើយអញ្ចឹងខ្ញុំគ្រាន់តែ select ឈ្មោះដែលខ្ញុំធ្លាប់ផ្ញើពីមុនមកអញ្ចឹងទៅឥឡូវឧទាហរណ៍នេះខ្ញុំផ្ញើឲ្យមិត្តភក្តិខ្ញុំអញ្ចឹងណាខ្ញុំ select ឈ្មោះមកហើយក៏ click send ទៅវាចេញចំនួនទឹកប្រាក់ឲ្យយើងដាក់ហើយនឹងចំនួនដែលយើងទទួលនោះយើងចង់ឲ្យអ្នកទទួលនោះជាទឹកប្រាក់លុយរៀលឬក៏លុយដុល្លារអីចឹងយើងអាច select ជ្រើសរើសបានហើយប្រភេទដែលយើងត្រូវ pay តាមនេះហ្នឹងបើមិនជាយើង pay តាម bank account ឬក៏ pay តាម debit card គឺសេវាវាធូរថ្លៃមែនទែនអ្នកទាំងអស់គ្នាគឺ$1.99ទេហើយចំណាយពេលប្រហែលជានេះខាងក្រោមនោះយើង select option មកយើងរើស direct bank account ណា direct bank account ហ្នឹងមកយើងបើសិនជាយើងមាន promo code អីចឹងទៅយើង sign up ដំបូងបើជាគេមាន promo code ឲ្យគេអាចផ្ញើឲ្យ free ដល់ពេលយើង select មកអ្នកទាំងអស់គ្នាឃើញទេគេឲ្យយើងរើសបញ្ចូល bank account ចូល bank account ហើយកន្លែង bank name ហ្នឹងយើង click លើវាមកវានឹងចេញ list ដែល bank នៅស្រុកខ្មែរទាំងម៉ានហ្នឹងឲ្យឃើញយើងរើសបានអញ្ចឹងយើងរើស bank មកហើយបញ្ចូល bank account ទៅនេះខ្ញុំគ្រាន់តែឧទាហរណ៍ប្រាប់អ្នកទាំងអស់គ្នាពេលកាប់ទៅឈ្មោះមិត្តភក្តិខ្ញុំនោះខ្ញុំមានបញ្ចូលអស់ហើយអញ្ចឹងអានេះគ្រាន់តែឧទាហរណ៍អញ្ចឹងលើក្រោយអ្នកទាំងអស់គ្នាសាកផ្ញើតាម MoneyGram app ហ្នឹងទៅអ្នកទាំងអស់គ្នា save បានលុយច្រើន